សួស្តី Facilitator ថ្ងៃនេះខ្ញុំសូមធ្វើកំណែទៅលើ Vocabulary Fluency របស់ Unit ទី4 អូខេអញ្ចឹងដូចជា sections របស់ Fluency ដតីទៀតដែរទី 1A យើងចូលមកគឺកូនសិស្សត្រូវចំណាយរយៈពេលចំនួន6នាទីនៅក្នុងការធ្វើការ share តាក់ទងជាមួយនឹងរឿងដែលគាត់បានអាននៅផ្ទះបន្ទាប់មកចូលមកដល់ section B នេះគឺគាត់ត្រូវតែទទួលបានការកែលំហាត់ពី facilitator ហើយលំហាត់កន្លែងហ្នឹងគឺតាក់ទងជាមួយនឹង homework vocabulary សូម facilitator ត្រឡប់ទៅមើលវីដេអូមួយទៀតដែលខ្ញុំបានធ្វើតាក់ទងអំពីកំណែ vocabulary homework អញ្ចឹង facilitator កែគាត់15នាទីបន្ទាប់មកចូលមកដល់ section C អញ្ចឹង section C អ្វីដែលគាត់ត្រូវធ្វើគឺ work with a partner one man the 5 activity daily 5 daily activity and one say out the word that match with those activity take turn doing this to each other បានន័យថាអ្វីដែលគាត់ត្រូវធ្វើគឺគាត់ធ្វើការជាដៃគូដំបូងឲ្យគាត់ធ្វើការជាដៃគូបន្ទាប់មកគឺឲ្យម្នាក់ធ្វើកាយវិការម៉ែមហ្នឹងគឺធ្វើកាយវិការតាក់ទងអំពីសកម្មភាពប្រចាំថ្ងៃចំនួន5បន្ទាប់មកម្នាក់ទៀតគឺគាត់ត្រូវនិយាយពាក្យដែលត្រូវជាមួយនឹងសកម្មភាពប្រចាំថ្ងៃហ្នឹងឧទាហរណ៍ថាបើពាក្យគេអញ្ចឹងគាត់អាចធ្វើដៃធ្វើមិនបញ្ជាក់តែពីពាក្យគេអញ្ចឹងម្នាក់ទៀតត្រូវនិយាយពាក្យថា sleep អូខេអញ្ចឹងឲ្យគាត់ធ្វើម្នាក់5ពាក្យទៅឲ្យគាត់ take turn គ្នាធ្វើរយៈពេលមានចំនួន5នាទីអញ្ចឹងសូមចូលមកដល់ section មួយទៀតគឺ section D section D គឺតាក់ទងជាមួយនឹង information exchange អញ្ចឹងឲ្យគាត់ធ្វើការជាដៃគូដំបូង work with a partner one is A another one is B A have to ask B about per daily activity to fill in table A and B have to ask A about Lily daily activity to fill in table B អញ្ចឹងបានន័យថាពេលគាត់ធ្វើការជាដៃគូនឹងហើយត្រូវចែកគាត់ឲ្យគាត់ចែកគ្នាទៅអ្នកណាគេ A អ្នកណាគេ B ហើយបើសិនជា A គាត់ត្រូវកាន់ table A ហើយបើសិនជា B គាត់ត្រូវកាន់ table B អូខេព័ត៌មាននៅក្នុង table ទាំងពីរនេះគឺខុសគ្នាសូម facilitator សង្កេតបានន័យថាព័ត៌មាននៅក្នុង table A គឺមានតាក់ទងអំពី Lily ហើយព័ត៌មានតាក់ទងជាមួយនឹងtable B គឺព័ត៌មានតាក់ទងពីពៅអូខេអញ្ចឹងបានន័យថាអ្វីដែលកូនសិស្ស A ដែលកាន់ table A ត្រូវធ្វើហ្នឹងគាត់ត្រូវសួរព័ត៌មានទៅកាន់សិស្ស B ដើម្បីយកព័ត៌មានមកបំពេញនៅកន្លែងពៅនេះអញ្ចឹងឧទាហរណ៍កន្លែងនេះអត់មានទេណាបានន័យថាសិស្ស A អត់មានព័ត៌មានតាក់ទងពីពៅទេអញ្ចឹងគាត់ត្រូវទៅសួរសិស្ស B ហើយអញ្ចឹងគាត់សួរថាគាត់ចង់បំពេញកន្លោនហ្នឹងអញ្ចឹងកន្លោនហ្នឹងយើងដឹងហើយ in the morning តាក់ទងជាមួយនឹងម៉ោង6ព្រឹកអញ្ចឹងគាត់សួរ B what does Pau do at 6 a.m. អញ្ចឹង B ហ្នឹងគេឆ្លើយថាអូខេ Pau get up at 6 a.m. អញ្ចឹង A គេត្រូវសរសេរពាក្យ get up នៅកន្លែងហ្នឹងអញ្ចឹងគាត់ត្រូវសួររហូត what does she do at ប៉ុណ្ណឹងរហូតអញ្ចឹងណាបន្ទាប់ពី A សួរ B អស់ហើយអញ្ចឹង B ក៏ត្រូវសួរ A មកវិញដែរតាក់ទងជាមួយនឹងព័ត៌មាន Lily ពីព្រោះថាគាត់អត់មានព័ត៌មាន Lily ទេអញ្ចឹងគាត់ត្រូវសួរ A តាក់ទងពី Lily ដើម្បីយកមកបំពេញអូខេអញ្ចឹងកន្លែងហ្នឹងអ្វីដែល facilitator ត្រូវប្រយ័ត្នគឺសូមធ្វើការដើរ monitor កូនសិស្សជៀសវាងគាត់ហុចกระดาษឲ្យគ្នាច្រឡំតែម្ដងអូខេអញ្ចឹងឲ្យគាត់ធ្វើ conversation ឲ្យគាត់សួរគ្នាទៅវិញទៅមកមិនមែនគាត់ឲ្យគាត់ដាក់กระดาษច្រឡំគ្នាទេអូខេអញ្ចឹងសូមប្រយ័ត្នកន្លែងហ្នឹងពេលវេលានៅក្នុងការធ្វើលំហាត់ហ្នឹងគឺមានរយៈពេល10នាទីបន្ទាប់ពីលំហាត់ហ្នឹងបានបញ្ចប់ទៅហើយសូមចូលមកដល់លំហាត់មួយទៀតគឺ daily activity survey អញ្ចឹងកូនសិស្សកន្លែងហ្នឹងគឺគាត់ត្រូវ go around the class and ask 3 people about their daily activity and fill those information in the table អញ្ចឹងកន្លែងហ្នឹងគាត់ត្រូវដើរសួរពួកម៉ាក់របស់គាត់កន្លែងហ្នឹងសូម facilitator ឲ្យគាត់ងើបឈរទាំងអស់គ្នាហើយដើរនៅក្នុងថ្នាក់ហ្នឹងតែម្ដងដើម្បីសួរទៅកាន់មនុស្ស3នាក់ខុសៗគ្នាអូខេនៅសំណួរទាំង3នេះដើម្បីយកមកបំពេញនៅក្នុង table អញ្ចឹងកន្លែងនេះអ្វីដែលគាត់ត្រូវធ្វើនេះគឺជាឧទាហរណ៍កន្លោនទី1គាត់ត្រូវទៅសេឈ្មោះរបស់អ្នកដែលគាត់ទៅសួរពួកម៉ារបស់គាត់ហ្នឹងគឺឈ្មោះបន្ទាប់មកនេះគឺជាសំណួរដែលគាត់ត្រូវសួរ What do you do in the morning តើអ្នកឯងធ្វើអីនៅពេលព្រឹក What do you do in the afternoon តើធ្វើអ្វីដែរនៅពេលថ្ងៃត្រង់ What do you do in the evening តើអ្នកឯងធ្វើអីគេនៅពេលល្ងាចអញ្ចឹងនេះគឺជាឧទាហរណ៍ដូចថា A គាត់ទៅសួរសុកម្នាក់ឈ្មោះសុកអញ្ចឹងគាត់ទៅសេឈ្មោះសុកនៅកន្លែងហ្នឹងបន្ទាប់មកគាត់សួរថា What do you do in the morning ហើយសុកគេថា I get up take a shower eat breakfast and go to school អញ្ចឹងគាត់ត្រូវទៅសេយកមក A គេទៅសេត្រូវមាន get up take shower eat breakfast ហើយ go to school ហើយគាត់សួរបន្តទៀតWhat do you do in the afternoon
ហើយចឹងគេថា I eat lunch and read book អញ្ចឹងគាត់ទៅ say eat lunch ជាមួយនឹង read book អូខេបន្ទាប់មកចូលម្ដងមួយទៀត what do you do in the evening តើធ្វើអីគេដែរនៅពេលល្ងាចបន្ទាប់មកឡើយហ្នឹងសុកគេថា I watch TV and do homework អញ្ចឹងគាត់ត្រូវតែ say watch TV do homework អូខេអញ្ចឹងនេះគឺជាអ្វីដែលគាត់ត្រូវធ្វើហើយគាត់ត្រូវដើរសួរមនុស្សឲ្យបានចំនួន3នាក់ខុសៗគ្នានេះជាកន្លងដែលគាត់ត្រូវបំពេញឈ្មោះពួកម៉ាក់របស់គាត់ជាមួយនឹងកន្លែងនេះព័ត៌មានដែលគាត់ទទួលបានអញ្ចឹងពេលវេលាដែលធ្វើលំហាត់នេះមានចំនួន15នាទីអូខេអញ្ចឹងបន្ទាប់ពី section E បានធ្វើហើយសូមចូលមកដល់ section F ម្ដងនៅក្នុង section F នេះគឺតាក់ទងពី pronunciation ហើយពេលវេលានៃការធ្វើគឺ5នាទីការងាររបស់កូនសិស្សគឺ take turn pronouncing this word with your partner អញ្ចឹងបានន័យថាត្រូវឲ្យកូនសិស្សធ្វើការជាដៃគូសិនបន្ទាប់មកឲ្យគាត់អានពាក្យខាងក្រោមនេះពី1ដល់10ទៅដាក់គ្នាទៅវិញទៅមកបន្ទាប់មក facilitator អាចហៅម្នាក់ឬក៏2នាក់អានជារួមមុននឹងកែចម្លើយពួកគាត់អញ្ចឹងខ្ញុំសូមអានពាក្យនីមួយៗឲ្យស្ដាប់តែម្ដងទី1 juice juice cheese cheese me me king king night night jump jump ring ring nine nine mom mom chalk chalk អូខេអញ្ចឹងនេះគឺជាចុងបញ្ចប់នៃវីដេអូនេះហើយជួបគ្នានៅវីដេអូក្រោយ